បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងឆ្លើយតប comment បងប្អូនយើងមួយដែលសួរទាក់ទងនឹងការចិញ្ចឹមទន្សាយបាទសំណួរនេះគឺខ្ញុំទទួលបានពីក្នុង Facebook page បាទអញ្ចឹងគាត់ថាទន្សាយគាត់រាកប្រើថ្នាំលាបអីបាទដោយសារគាត់ទៅតែទិញពីគេមកដល់រាកបាទអញ្ចឹងអាការៈរាកខ្ញុំធ្លាប់បានចេញវីដេអូពីមុនហើយគឺវាមានលក្ខណៈបតាខ្មៅពេញគូតបាទបើសិនជាវារៀងក្របបាទឬក៏ឃើញទឹកនោមវាមកលឿងមករាងសអីហ្នឹងមិនមែនជាការរាកទេបាទតើឃើញអាចខ្មៅអ៊ីតហើយខ្មៅហើយបតាជាប់ពេញគូតលាក់ហ្នឹងបានរាកបងប្អូនបាទចឹងរាកនេះទី1យើងអាចបើសិនជាវារាកយើងអាចកាត់ផ្លូវចេកឬអីទៅដើម្បីឲ្យវាស៊ីកាត់បន្ថយរាកហើយយើងទៅរកថ្នាំឲ្យវាបាទចឹងថ្នាំគឺយើងអាចប្រើជាថ្នាំលេបបច្រកវាឬក៏ថ្នាំចាក់បាទករណីវារាកវាអន់វាអត់សូវស៊ីអញ្ចឹងយើងដាក់ថ្នាំលេបយើងអាចលាយទៅបងប្អូនណាលាយទឹកឲ្យបឺតអាសារ៉ាំងយើងបាញ់វាបច្រកទៅបាទករណីទី2យើងទិញថ្នាំប្រភេទចាក់យើងបូមមកយើងចាក់ស្បែកកវាទៅបាទអញ្ចឹងប្រភេទចាក់គឺយើងវាមានប្រសិទ្ធភាពរៀងខ្ពស់ជាងបាទលេបបាទតែយើងអាចប្រើមួយណាក៏បានដែរបងប្អូនតែបើយើងចង់បាត់លឿនអាចប្រើចាក់ទៅបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនដែលត្រូវការអន្សាយដល់ប្រឹងអាចឆាតទៅសួរនាំបានបងប្អូនដែលមានចម្ងល់ទៅនឹងការចិញ្ចឹមក៏អាច comment ឬក៏ឆាតសួរបានដែរបាទអរគុណច្រើនបងប្អូនអរគ្នា